ទៀតហើយប្រជាពលរដ្ឋចំនួន59គ្រួសារដែលបានកាន់កាប់អាស្រ័យផលដីស្រែចម្ការនៅចំណុចអាងពពូលតាំងពីឆ្នាំ1979មកម្លេះបានទទូចដង្ហើយហៅជំនួយពីសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីមេត្តាជួយអន្តរាគមន៍ជូនពួកគាត់ផងដីរបស់ពួកគាត់ត្រូវបានមន្ទីរនិងក្រសួងធនធានទឹកអូតូនិយមបានធ្វើប្លង់គ្របដណ្ដប់លើដីរបស់ពួកគាត់ដោយលើកឡើងថាដីរបស់រដ្ឋខេត្តបាត់ដំបងថ្ងៃសុក្រ500ខែពិសាឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី16ខែឧសភាឆ្នាំ2025ប្រជាពលរដ្ឋឈ្មោះខុតវ៉ាន់ធីវសៀបសុកទឹកលៀបអាំងម៉ៅនិងឈ្មោះនីវបានតំណាងប្រជាពលរដ្ឋចំនួន59គ្រួសាររស់នៅក្នុងភូមិស្ដៅឃុំបាយដំរាមស្រុកបាណន់ខេត្តបាត់ដំបងបានរៀបរាប់ប្រាប់បណ្ដាញសារព័ត៌មានយើងឲ្យដឹងថាពួកគាត់បានអាស្រ័យផលលើដី65ហិកតាចំណុចភូមិស្ដៅឃុំបាយដំរាមស្រុកបាណន់ខេត្តបាត់ដំបងតាំងពីឆ្នាំ1979មកដល់បច្ចុប្បន្នពួកគាត់បានប្រកបធ្វើស្រែចម្ការនិងបានប្រមូលផលជារៀងរាល់ឆ្នាំដើម្បីយកមកដោះស្រាយជីវភាពប្រចាំថ្ងៃមួយចំនួននិងមួយចំនួនទៀតគឺសងទៅខាងធនាគារដើម្បីដោះបំណុលហើយពួកគាត់បានលើកឡើងបន្តទៀតថាទីតាំងខាងលើនេះគឺជាដីដែលគាត់បានអាស្រ័យផលតាំងពីឆ្នាំ1979មកដល់បច្ចុប្បន្ននេះ46ឆ្នាំមកហើយពួកគាត់ក៏បានស្នើទៅដល់រដ្ឋបាលស្រុកបាណន់ដើម្បីជួយសម្របសម្រួលចេញលិខិតកម្មសិទ្ធិស្របច្បាប់កាលពីឆ្នាំ2007ឲ្យពួកគាត់ផងដែរក្រោយមកការលេចឮថាដីរបស់ពួកគាត់អាស្រ័យផលចំនួន65ហិកតាត្រូវបានមន្ទីរធនធានទឹកអូតូនិយមខេត្តបាត់ដំបងនិងក្រសួងធនធានទឹកអូតូនិយមបានអះអាងថាដីនេះគឺជាដីអាងទឹកដែលបន្សល់តាំងពីសម័យប៉ុលពតមកហើយមន្ទីរធនធានទឹកនិងអូតូនិយមខេត្តបាត់ដំបងបានដាក់បញ្ចូលទៅក្នុងបញ្ជីទ្រព្យសម្បត្តិរដ្ឋនៃក្រសួងធនធានទឹកនិងអូតូនិយមព្រមទាំងបានធ្វើប្លង់រឹងជាប្រព័ន្ធរួចរាល់ហើយដែលមានលេខក្បាលដី391ទំហំ 735,746 ម៉ែត្រការ៉េលក្ខណៈនៃការប្រើប្រាស់ដីរដ្ឋទៅវិញប្រជាពលរដ្ឋបានលើកឡើងបន្តថាហេតុអ្វីបានជាមន្ទីរធនធានទឹកនិងអូតូនិយមខេត្តបាត់ដំបងនិងក្រសួងធនធានទឹកនិងអូតូនិយមបានជាលួចធ្វើប្លង់គ្របដណ្ដប់លើដីពួកគាត់ទៅវិញទាំងដីពួកគាត់អាស្រ័យផលរាប់ឆ្នាំនិងបានប្រមូលផលដំណាំខួបប្រាំងខួបវស្សាវាពិតជាអយុត្តិធម៌ណាស់សម្រាប់ពួកគាត់ដែលជាប្រជាពលរដ្ឋ59គ្រួសារទុនខ្សោយរោគព្រឹកខ្វះល្ងាចរោគល្ងាចខ្វះព្រឹកដើម្បីរកប្រាក់មកផ្គត់ផ្គង់ជីវភាពជាប្រចាំថ្ងៃនិងដោះបំណុលធនាគារត្រូវបានមន្ទីរនិងក្រសួងធនធានទឹកនិងអូតូនិយមធ្វើប្លង់រំលោភលើដីអាស្រ័យផលរបស់ពួកគាត់តាំងពីឆ្នាំ1979តើឲ្យគាត់រំពឹងអ្វីទៀតបើមន្ត្រីបម្រើរាជបែរជារំលោភបំពានធ្វើប្លង់អចលនវត្ថុគ្របដណ្ដប់លើដីពួកគាត់ដែលជាប្រជាពលរដ្ឋតើយុត្តិធម៌មានសម្រាប់ពួកគាត់ដែរទេបងប្អូនប្រជាពលរដ្ឋចំនួន59គ្រួសារខាងលើបានលើកឡើងថាកន្លងមកមន្ត្រីពាក់ព័ន្ធក្នុងស្រុកបាណន់ជាពិសេសឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលនិងខិតខំប្រឹងប្រែងរកគ្រប់វិធីសាស្ត្រនិងបានធ្វើលិខិតសូមគោរពជូនឯកឧត្តមបណ្ឌិតសាយសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់កាលពីថ្ងៃទី21ខែវិច្ឆិកាឆ្នាំ2023ស្នើសុំគោលការណ៍ដើម្បីចេញបានកម្មសិទ្ធិកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋចំនួន59គ្រួសារស្ថិតនៅភូមិស្ដៅឃុំបាយដំរាមស្រុកបាណន់ខេត្តបាត់ដំបងឯកឧត្តមសុកលូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបងសូមគោរពជម្រាបជូនឯកឧត្តមបណ្ឌិតសាយសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់មេត្តាជ្រាបដល់ខ្ពង់ខ្ពស់ថាឈ្មោះខុតវ៉ាន់ជីវឈ្មោះសៀបសុកឈ្មោះទឹកលឿបនិងឈ្មោះនីវបានតំណាងឲ្យប្រជាពលរដ្ឋ59គ្រួសារបានស្នើសុំបានកម្មសិទ្ធិកាន់កាប់ដីធ្លីសរុបទំហំ65ហិកតាស្ថិតនៅភូមិស្ដៅឃុំបាយដំរាមស្រុកបាណន់ខេត្តបាត់ដំបងរដ្ឋបាលខេត្តបានសម្របសម្រួលដោះស្រាយពិនិត្យនិងបានរកឃើញថាដីដែលប្រជាពលរដ្ឋអាស្រ័យផលនោះអ្វីត្បិតតែមានឈ្មោះថាអាងអូពពូលប៉ុន្តែជាក់ស្ដែងមិនមែនជាអាងឬបឹងនោះទេពោលគឺមានស្ថានភាពដីជាវាលស្រែធម្មតាដែលមានប្រជាពលរដ្ឋអាស្រ័យផលតាំងពីឆ្នាំ1979តែបច្ចុប្បន្នដីនេះបានចុះបញ្ជីជាបានកម្មសិទ្ធិរបស់រដ្ឋតែពុំទាន់មានទិន្នន័យម្យ៉ាងវិញទៀតនៅជុំវិញដីរបស់ប្រជាពលរដ្ឋទាំង59គ្រួសារនោះគឺមានលក្ខណៈសន្តានដីដូចគ្នាហើយសុទ្ធតែទទួលបានកម្មសិទ្ធិកាន់កាប់រួចហើយដែរក្នុងន័យនេះរដ្ឋបាលខេត្តសូមគោរពស្នើសុំឯកឧត្តមបណ្ឌិតមេត្តាពិនិត្យសម្របសម្រួលតាមគោលការណ៍និងនីតិវិធីដើម្បីឲ្យប្រជាពលរដ្ឋចំនួន59គ្រួសារមានសិទ្ធិអាស្រ័យផលនិងកាន់កាប់ដីនៅទីតាំងនោះតាមការស្នើសុំសូមឯកឧត្តមបណ្ឌិតសាយសំអាលឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់មេត្តាពិនិត្យនិងសម្រេចដោយសេចក្តីអនុគ្រោះ
បងប្អូនប្រជាពលរដ្ឋចំនួន59គ្រួសារដែលបានអាស្រ័យផលលើដីនិងកាន់កាប់តាំងពីឆ្នាំ1979ខាងលើបានទទួលស្នើសុំឯកឧត្តមបណ្ឌិតសាយសំអាល់ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់មេត្តាសម្របសម្រួលនិងអន្តរាគមន៍ជូនពួកគាត់ផងទាំង59គ្រួសារដែលបានកាន់កាប់ដីចំនួន65ហិកតានៅចំណុចខាងលើឲ្យពួកគាត់ទទួលបានការកាត់ជ្រៀនិងបានប្លង់ស្របច្បាប់ផងជាចុងក្រោយបងប្អូនប្រជាពលរដ្ឋបានលើកម្រាមដៃ10សូមទទូចដង្ហើយហៅជំនួយពីសម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានិងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសូមសម្ដេចទាំងទ្វេមេត្តាជួយអន្តរាគមន៍ចំពោះក្រសួងធនធានទឹកនិងអូតូនិយមដែលកំពុងតែរំលោភនិងលួចធ្វើប្លង់គ្របដណ្ដប់ទៅលើដីរបស់ពួកគាត់ទាំង59គ្រួសារដែលមានដី65ហិកតានៅចំណុចភូមិឃុំស្រុកខេត្តខាងលើដោយក្តីអាណិតអាសូរដល់ពួកគាត់ដែលជាប្រជាពលរដ្ឋទុនខ្សោយព្រោះពួកគាត់បានលើកឡើងថាមានតែសម្ដេចទាំងទ្វេទេដែលអាចជួយអន្តរាគមន៍ជួយពួកគាត់បានគាត់គ្មានអ្វីជាទីពឹងទេនិងមានតែដង្ហើយហៅសម្ដេចទាំងទ្វេជួយដល់ពួកគាត់ឲ្យទទួលបានដីនិងប្លង់ស្របច្បាប់ដោយគេឯងដែលនៅជុំវិញផងទៅចុះពួកគាត់នឹងសង្ឃឹមថាសម្ដេចទាំងទ្វេនឹងជួយពួកគាត់បានជាក់ជាមិនខានជាចុងក្រោយបងប្អូនប្រជាពលរដ្ឋចំនួន59គ្រួសារបានលើកម្រាមដៃ10សូមគោរពជូនពរសម្ដេចទាំងទ្វេពីចម្ងាយជួបតែសេចក្តីសុខសេចក្តីចម្រើនទាំងក្រុមគ្រួសារនឹងទទួលបាននៅពុទ្ធពរ4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីឃ្លៀងឃ្លាតឡើយនិងជាម្លប់ដ៏ត្រជាក់ដល់កូនចៅគ្រប់ជំនាន់សូមសម្ដេចទាំងទ្វេបន្តដឹកនាំនាវាសន្តិភាពនេះបន្តទៅមុខបន្ថែមទៀតសូមអរគុណអង្គភាពសារព័ត៌មានយើងគ្រាន់តែចូលរួមផ្សព្វផ្សាយពីទុក្ខលំបាកប្រជាពលរដ្ឋជូនទៅដល់ថ្នាក់ដឹកនាំពីថ្នាក់ដឹកនាំមកប្រជាពលរដ្ឋតែប៉ុណ្ណោះមិនបានផ្សាយញុះញង់ឬបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះដល់មន្ត្រីពាក់ព័ន្ធនោះឡើយអង្គភាពយើងនឹងរងចាំការបំភ្លឺពីមន្ត្រីពាក់ព័ន្ធស្ដីពីរបបសារព័ត៌មាននិងធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាននៅរាល់ម៉ោងធ្វើការតាមរយៈទូរស័ព្ទលេខខាងក្រោមសូមអរគុណ